ថ្នាក់គាំពារសង្គម Digital កម្ពុជា Digital Social Protection Platform ដែលបានអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិគាំពារសង្គមបានចូលរួមប្រកួតប្រជែងពានរង្វាន់ Digital ASEAN ឆ្នាំ2026ក្រោមក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី Digital ASEAN លើកទី6និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី12ដល់ថ្ងៃទី16ខែមករាឆ្នាំ2026នៅរដ្ឋធានី Hanoi សាធារណរដ្ឋសង្គមនិយមវៀតណាមនិងទទួលបានជ័យលាភីពានរង្វាន់មាសជូនព្រះរាជាណាចក្រកម្ពុជាដែលបណ្ដារដ្ឋមន្ត្រី Digital ASEAN បានសម្រេចនិងទទួលស្គាល់ថាថ្នាក់គាំពារសង្គម Digital កម្ពុជាជាដំណោះស្រាយ Digital សម្រាប់វិស័យសាធារណៈដែលមានឧត្តមភាពនិងនិវត្តន៍លេចធ្លោជាងគេនៅក្នុងតំបន់អាស៊ានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រលានយន្តហោះអន្តរជាតិតេជោកាលពីយប់ថ្ងៃទី16ខែមករាឆ្នាំ2026ឯកឧត្តមបណ្ឌិតចនរិទ្ធរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់ថាពានរង្វាន់ Digital ASEAN នេះគឺជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពនៃដំណោះស្រាយ Digital និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសជាសមាជិកក៏ដូចនៅក្នុងតំបន់ទាំងមូលក្នុងឆ្នាំ2026នេះប្រទេសចំនួន11បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន6ឯកឧត្តមបណ្ឌិតបន្តទៀតថាក្នុងចំណោមស្នាដៃទាំងអស់ត្រូវបានចូលរួមប្រកួតប្រជែងថ្នាក់គាំពារសង្គម Digital កម្ពុជាបានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលនិងបានឈានដល់វគ្គប្រកួតផ្ដាច់ព្រាត់3ក្រុមចុងក្រោយជាមួយប្រទេសវៀតណាមនិងសិង្ហបុរីដោយត្រូវប្រកួតយកជ័យលាភីចំពោះមុខគណៈកម្មការវិតម្លៃពានរង្វាន់ Digital ASEAN ទាំង11ប្រទេសនិងមានការចូលរួមពីសាធារណរដ្ឋកូរ៉េចិនជប៉ុនឥណ្ឌាសហរដ្ឋអាមេរិកអូស្ត្រាលីសហភាពអឺរ៉ុបនិងសហភាពទូតគមនាគមន៍អន្តរជាតិឆ្លងកាត់ការសម្រិតសម្រាំងនិងវិតម្លៃរបស់គណៈកម្មការបណ្ដារដ្ឋមន្ត្រី Digital ASEAN បានអនុម័តជាផ្លូវការក្នុងការផ្ដល់ជ័យលាភីពានរង្វាន់មាសនៃពានរង្វាន់ Digital ASEAN ឆ្នាំ2026ជូនថ្នាក់គាំពារសង្គម Digital កម្ពុជាជាដំណោះស្រាយ Digital ក្នុងការផ្ដល់សេវាសាធារណៈដែលមានឧត្តមភាពនិងនិវត្តន៍លេចធ្លោដាច់គេក្នុងតំបន់អាស៊ានដែលឆ្លុះបញ្ចាំងអំពីគុណភាពនិងស្តង់ដារបច្ចេកវិទ្យាក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជាតែទៅគឺយើងដឹងថាយើងអាចនឹងបានចំណាត់ថ្នាក់ដែរប៉ុន្តែដំបូងហើយយើងមិននឹកស្មានថាយើងអាចឈានទៅដល់កម្រិតបានកម្រិតមាសទេកម្រិតលេខ1ទេគឺរហូតដល់ពេលផ្ដាច់ព្រាត់ដល់ពេលចុងក្រោយមានន័យថានៅពេលដែលពិធីលាងស័យភោជនៃរដ្ឋមន្ត្រី Digital ASEAN បានគេចាប់ផ្ដើមប្រកាសនៅលទ្ធផលកម្រិត1 2 3នេះតែម្ដងហើយចៃដន្យដែរពីព្រោះនៅពេលដែលប្រកាសពីពានរង្វាន់ផ្នែកវិស័យសាធារណៈនេះផ្នែកសេវាសាធារណៈនេះគឺឯកឧត្តមរដ្ឋមន្ត្រី Digital កម្ពុជាយើងគឺរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាជាមួយនឹងសិង្ហបុរីគឺជាភ្ញៀវកិត្តិយសក្នុងការផ្ដល់ពាននៃចំប្រកាសចំប្រទេសកម្ពុជាយើងបានលេខ1ដែលរឹតតែបង្ហាញពីមោទនភាពជាតិយើងកាន់តែសំខាន់កាន់តែខ្លាំងនៅលើឆាកហ្នឹងមែនទែនលោកជំទាវរដ្ឋមន្ត្រី Digital សិង្ហបុរីលោកចាប់ដៃដើម្បីអបអរសាទរកម្ពុជាយើងនៅលើឆាកនៅវេទិកានោះចាប់ដៃឯកឧត្តមរដ្ឋមន្ត្រី Digital កម្ពុជាយើងនៅលើវេទិកានោះដើម្បីអបអរសាទរកម្ពុជាយើងមុនពេលដែលក្រុមការងារបានឡើងទៅទទួលពានរង្វាន់នៃកិត្តិយសដ៏ធំធេងនេះគូបញ្ជាក់ថាថ្នាក់គាំពារសង្គម Digital កម្ពុជាបាននឹងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះ Digital Snow ដ៏មានសារៈសំខាន់សម្រាប់គាំទ្រការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមពិសេសបានធ្វើឲ្យសុខដុមនីយកម្មលើការចុះបញ្ជីនិងការបើកផ្ដល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមលើថ្នាក់ Digital រួមកត្តាគន្លឹះដែលនាំឲ្យថ្នាក់ Digital នេះទទួលបានជ័យលាភីពានរង្វាន់មាសគឺស្ថិតនៅលើការរៀបចំនិមាបនកម្មដែលផ្ដោតលើប្រជាពលរដ្ឋជាគោលការធ្វើអន្តរប្រតិបត្តិការបែបមជ្ឈការផងនិងវិមជ្ឈការផងនិងសមត្ថភាពក្នុងការឆ្លើយតបបានទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលានិងប្រកបដោយតម្លាភាពជ័យលាភីពានរង្វាន់មាសនេះគឺជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាលដែលបង្ហាញថាកម្ពុជាបាននឹងកំពុងក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់លើការកសាងរដ្ឋបាលនិងសង្គម Digital និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានិងលើកកម្ពស់ការអភិវឌ្ឍសង្គមប្រកបដោយប្រសិទ្ធភាពនិងចីរភាព